ជំងឺពុតថ្មីម្នាក់គាត់បានមកជួបខ្ញុំហើយគាត់ត្អូញត្អែថាថ្មីរបស់គាត់បន្ទាប់ពីពុតបានមួយឆ្នាំនៅកន្លែងផ្សេងមានអារម្មណ៍ថាវាកាន់តែពើងជាងមុនថ្មីមិនមានរបៀបខុសជួរធ្វើឲ្យគាត់មានការព្រួយបារម្ភដូច្នេះហើយគាត់ក៏បានមកពិភាក្សាជាមួយខ្ញុំបន្ទាប់ពីខ្ញុំបានពិនិត្យថត X-ray ថតរូបក្នុងមាត់និងក្រៅមាត់គាត់ហើយខ្ញុំបានឃើញកំហុសជាច្រើនដែលមាននៅក្នុងករណីរបស់គាត់ទី1ទីតាំងដែលគ្រូពេទ្យបានភ្ជាប់ bracket មិនចំទីតាំងបច្ចេកទេសដែលគ្រូពេទ្យប្រើមិនត្រូវតាមបច្ចេកទេសដែលអាចធ្វើឲ្យថ្មីរបស់គាត់អាចមានភាពជឿនលឿនទៅមុខបានទេបន្ទាប់ពីបានពិភាក្សាជាមួយអ្នកជំងឺរួចខ្ញុំក៏សម្រេចចិត្តផ្លាស់ប្ដូរគ្រាប់ប្រេកថ្មីទាំងអស់របស់គាត់ចេញទាំងអស់ផ្លាស់ប្ដូរគ្រាប់ថ្មីភ្ជាប់ឲ្យចំទីតាំងផ្លាស់ប្ដូរផែនការនិងសកម្មភាពថ្មីជូនគាត់យើងនឹងឃើញថាថ្មីឡើងគាត់បានលទ្ធផលល្អប្រសើរច្រើនមែនទែនបន្ទាប់ពីយើងបញ្ចប់ការពុតថ្មីឲ្យជូនគាត់រួចហើយនេះគឺជាលទ្ធផលក្រោយបញ្ចប់ការពុតថ្មីរបស់គាត់យើងឃើញថាកំណាំរបស់គាត់ខាំចំបានល្អទីតាំងថ្មីគឺនៅចំទីតាំងដែលគាត់គួរនៅអ្នកជំងឺពិតជាមានភាពរីករាយមែនទែនជាមួយនឹងលទ្ធផលដែលគាត់ទទួលបាននៅចុងក្រោយនេះ